国际消息方面，泰国和柬埔寨再次爆发冲突，两国互相指责对方先开火。柬埔寨国防部指控泰军昨天在边境的波雷城村对平民动物造成5人受伤，斥责这种行为非常不人道。 ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធាន 这起冲突事件发生在昨天下午。据了解，双方交火持续约10分钟。柬埔寨国防部昨天召开记者会，指控泰军过去几天多次挑衅，意图煽动冲突，并呼吁国际社会强烈谴责泰国违法违约，同时要求泰方负起全责。 不过，泰国当局指控是柬军先开火，还指控柬埔寨利用平民当作肉盾。有鉴于此，泰国政府已经宣布暂停上个月和柬埔寨签署的停火协议。